យោបាយហួសពីការចាញ់ឈ្នះ KTN Insight សូមជូនខ្លឹមសារវិចារណកថាក្នុងល្បែងនយោបាយគេតែងមើលឃើញការប្រកួតប្រជែងដើម្បីដណ្ដើមអំណាចនិងការចង់ចាញ់ចង់ឈ្នះរវាងបុគ្គលនិងបុគ្គលឬបកពួកនិងបកពួកប៉ុន្តែប្រវត្តិសាស្ត្របានបង្រៀនយើងថានយោបាយដែលយកការចាញ់ឈ្នះជាគោលដៅចុងក្រោយគឺជាជោគជ័យដ៏ខ្លីនិងអាចនាំមកនូវសោកនាដកម្មដល់ជាតិសាសន៍ផ្ទុយទៅវិញវប្បធម៌នយោបាយដែលមិនចង់ចាញ់ចង់ឈ្នះលើគ្នាតែតម្កល់ប្រយោជន៍ជាតិនិងរាជជាធំគឺជាគ្រឹះដ៏រឹងមាំតែមួយគត់ដែលធានានូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពទ្រឹស្ដីនៃឆន្ទៈរួមរបស់ទស្សនវិទូបារាំងសង្សារ៉ូโซបានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋបាលកិច្ចដ៏ល្អមិនមែនជាការបម្រើដល់ឆន្ទៈរបស់បុគ្គលណាម្នាក់ឬក្រុមភាគច្រើនដែលចង់ឈ្នះលើក្រុមភាគតិចនោះទេប៉ុន្តែវាគឺជាការសម្រេចចិត្តដើម្បីឧត្តមប្រយោជន៍រួមរបស់សហគមន៍ទាំងមូលទស្សនវិទូបារាំងសង្សារ៉ូโซសង្កត់ធ្ងន់ថានៅពេលដែលអ្នកនយោបាយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឬការចង់យកឈ្នះគូប្រជែងនោះឆន្ទៈរួមនឹងត្រូវរលាយសាបសូន្យហើយរដ្ឋនឹងចាប់ផ្ដើមធ្លាក់ចុះខ្សោយស្របគ្នានេះដែរលោកខុងជឺអ្នកប្រាជ្ញចិនដ៏ល្បីក៏បានផ្ដល់ទស្សនៈតាមរយៈទ្រឹស្ដីគុណធបត័យថាមេដឹកនាំប្រៀបដូចជាផ្កាយជើងមេឃដែលត្រូវរក្សាភាពហ្មត់ចត់និងគុណធម៌ដើម្បីជាគោលសម្រាប់អ្នកដទៃសម្រាប់ខុងជឺការចង់យកឈ្នះដោយកម្លាំងបាយឬដោយកលល្បិចមិនមែនជាអំណាចពិតប្រាកដឡើយអំណាចពិតប្រាកដកើតចេញពីការទទួលបានអាណត្តិពីមេឃដែលមានន័យថាជាការទទួលបាននូវសេចក្តីទុកចិត្តនិងការស្រឡាញ់ពេញចិត្តពីប្រជារាស្ត្រតាមរយៈការបម្រើនិងការផ្ដល់យុត្តិធម៌ដល់ពួកគេក្នុងបរិបទនយោបាយបច្ចុប្បន្នការតម្កល់ប្រយោជន៍ជាតិជាធំតម្រូវឲ្យមានគុណសម្បត្តិ3យ៉ាង1ការលះបង់នូវអត្តតថបុគ្គលអ្នកនយោបាយដែលមានភាពចាស់ទុំត្រូវដឹងថាជោគជ័យរបស់ជាតិមានតម្លៃធំធេងជាងជ័យជំនះរបស់បកពួកខ្លួនការចាញ់ឈ្នះក្នុងនយោបាយគឺជារឿងបណ្ដោះអាសន្នប៉ុន្តែការទុកកេរដំណែលដែលជាប្រយោជន៍ដល់រាស្ត្រគឺអមតៈ2នយោបាយនៃកិច្ចសន្ទនានិងសហប្រតិបត្តិការដោយដែលអ្នកប្រាជ្ញក្រិកបុរាណផ្លាតូបានលើកឡើងនៅក្នុងរឿងរដ្ឋថាអ្នកដឹកនាំត្រូវតែជាទស្សនវិទូដែលចេះពិចារណានិងស្វែងរកការពិតការស្វែងរកការពិតតម្រូវឲ្យមានការស្ដាប់មតិដែលផ្ទុយពីខ្លួនដើម្បីចម្រាញ់យកអ្វីដែលល្អបំផុតសម្រាប់សង្គមមិនមែនដើម្បីកំចាត់អ្នកដែលមានមតិផ្ទុយឡើយ3ការបម្រើដោយគ្មានលក្ខខណ្ឌនៅពេលដែលគោលដៅគឺរាស្ត្រនោះរាល់ការសម្រេចចិត្តនយោបាយនឹងលែងជាការវាយប្រហារគ្នាប៉ុន្តែជាការប្រកួតប្រជែងគ្នាធ្វើអំពើល្អនិងការរកដំណោះស្រាយចំពោះបញ្ហាជីវភាពកង្វល់និងក្តីសង្ឃឹមរបស់ពលរដ្ឋជារួមការតម្កល់ប្រយោជន៍ជាតិនិងប្រយោជន៍ប្រជារាស្ត្រលើសពីការចាញ់ឈ្នះបុគ្គលគឺជាសិល្បៈនៃការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៅពេលដែលអ្នកនយោបាយឈប់ឆ្លោះគ្នាដើម្បីអំណាចហើយងាកមកសហការគ្នាដើម្បីវាសនាប្រទេសជាតិនោះសង្គមនឹងមានសុខដុមរមនាយើងត្រូវចងចាំថាប្រទេសមួយមិនអាចខ្លាំងបានឡើយប្រសិនបើពលរដ្ឋនិងអ្នកនយោបាយបន្តបែកបាក់គ្នាដើម្បីតែចង់ឈ្នះចាញ់រៀងៗខ្លួនដោយពាក្យស្លោកមួយបានពោលថាក្នុងសង្គ្រាមស៊ីវិលឬជម្លោះផ្ទៃក្នុងគ្មាននរណាម្នាក់ជាអ្នកឈ្នះពិតប្រាកដឡើយមានតែប្រជាជាតិទាំងមូលប៉ុណ្ណោះដែលជាអ្នកចាញ់ហេតុនេះមានតែស្មារតីសាមគ្គីជាតិនិងការតម្កល់ប្រយោជន៍រួមប៉ុណ្ណោះដែលជាមាគ៌ាតែមួយគត់នាំទៅរកភាពរុងរឿងពិតប្រាកដវិចារណកថាដោយលោកឡាំឡៃចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today